នៅថ្ងៃទី23ខែមីនាឆ្នាំ2025អាដាមស៊ុយសាមនិងអាដាមទីធានីសមាជិករដ្ឋសភានិងជាតំណាងរាស្ត្រខេត្តពោធិ៍សាត់បានអញ្ជើញជួបសំណេះសំណាលនិងស្វែងយល់សួរសុខទុក្ខពីគ្រូយោបល់ពិភាក្សាអំពីតម្រូវការអតិភិបបញ្ហាប្រឈមរបស់ប្រជាប្រដ្ឋក្នុងមូលដ្ឋានឃុំកោះជុំស្រុកកណ្ដៀងខេត្តពោធិ៍សាត់ពិធីនេះត្រូវរៀបចំធ្វើក្នុងបរិវេណវត្តកោះជុំដោយមានការចូលរួមពីលោកហេងសុភាណាអភិបាលរងខេត្តលោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុកតំណាងមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរភូមិឃុំប្រធានមណ្ឌលសុខភាពនិងគ្រូពេទ្យនៃប៉ុស្តិ៍នគរបាលរដ្ឋបាលនាយកគ្រប់គ្រងសាលាប្រជាការពារភូមិចាស់ព្រឹទ្ធាចារ្យយុវជននិងតំណាងប្រជាពលរដ្ឋសរុបប្រមាណ300នាក់នៅក្នុងឱកាសនោះអាដាមស៊ុយសែតបានសម្ដែងទឹកចិត្តសប្បាយរីករាយព្រមទាំងលើកឡើងថាការជួបជុំគ្នាថ្ងៃនេះគឺដើម្បីដឹងសុខទុក្ខគ្នាទៅវិញទៅមករវាងអ្នកតំណាងរាស្ត្រជាមួយប្រជាពលរដ្ឋដោយស្រង់នៅបញ្ហានិងទុក្ខលំបាកផ្សេងៗដើម្បីដោះស្រាយជូនដល់ពួកគាត់អាដាមស៊ុយសែមសូមឲ្យបងប្អូនប្រជាពលរដ្ឋបញ្ចេញមតិយោបល់លើកឡើងអំពីការរីកចម្រើននៅតាមមូលដ្ឋានរបស់ខ្លួននិងទុក្ខលំបាកផ្សេងៗដែលបងប្អូនកំពុងតែជួបប្រទះសប្តាហ៍ថ្ងៃនេះដើម្បីឲ្យតំណាងរាស្ត្រដឹងនិងដោះស្រាយទៅតាមលទ្ធភាពជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋជាច្រើនបានលើកឡើងនៅមតិយោបល់ដោយលើកឡើងថាសប្តាហ៍ថ្ងៃពួកគាត់រស់នៅដោយមានសុខនិងសុវត្ថិភាពក្រោមម្លប់សន្តិភាពគ្មានការភ័យខ្លាចនិងមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏បានលើកឡើងពីបញ្ហាមួយចំនួនដូចជាការកែសម្បត្តិកំណត់ឬក៏អត្តសញ្ញាណប័ណ្ណនៅមានភាពយឺតយ៉ាវសំណើស្នើសុំអគារសិក្សាបន្ថែមស្នើសុំជួយជួសជុលផ្លូវមួយខ្សែប្រវែងប្រមាណ1គីឡូម៉ែត្រនិងមណ្ឌលសុខភាពមានទីតាំងនៅឆ្ងាយអាដាមស៊ុយសែមអ្នកតំណាងរាស្ត្របានទទួលយកនៅបញ្ហានិងសំណុំពរដែលប្រជាប្រដ្ឋបានលើកឡើងទាំងអស់ព្រមទាំងឆ្លើយតបនិងដោះស្រាយជូនភ្លាមចំពោះការកែសម្បត្តិកំណត់ឬក៏អត្តសញ្ញាណប័ណ្ណមន្ត្រីនគរបាលទទួលបន្ទុកអត្តសញ្ញាណកម្មបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមានបញ្ហាដើម្បីដោះស្រាយជូនអគារសិក្សាថ្មីក៏ត្រូវដាក់ស្នើទៅក្រសួងអប់រំចំពោះផ្លូវដែលសូមជួសជុលគឺស្ថិតក្នុងគម្រោងរបស់ឃុំដែលត្រូវស្ថាបនាឡើងវិញហើយចំពោះបញ្ហាមណ្ឌលសុខភាពនៅឆ្ងាយប្រជាពលរដ្ឋពិបាកទទួលសេវាគឺរដ្ឋបាលស្រុកនិងក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះជុំកំពុងរៀបចំទីតាំងថ្មីនិងចាក់ដែកបំពេញដើម្បីត្រៀមសាងសង់ដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលជាមួយនេះអាដាមបានកោតសរសើរដល់ប្រជាការពារដែលធ្វើការគ្មានប្រាក់ខែហើយជួយដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការផ្តល់ព័ត៌មានផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានអាដាមក៏បានសូមឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពនិងនាំគ្នាទៅពិនិត្យជំងឺនៅតាមមណ្ឌលសុខភាពជៀសវាងមានជំងឺធ្ងន់ធ្ងរនាំឲ្យហួសពេល